ប្រទេសនិកជនជាទីមេត្រីនៅក្នុងពេលបច្ចុប្បន្ននេះហាងលក់កាហ្វេទំនើបនៅក្នុងរាជធានីភ្នំពេញកំពុងតែមានការទាក់ទាញពីសំណាក់ភ្ញៀវជាតិនិងអន្តរជាតិកាលពីមុននៅពេលដែលគេចង់ញ៉ាំកាហ្វេគេតែងតែនឹកដល់អាហារដ្ឋានផ្សេងៗជាពិសេសហាងគុយទាវឬទៀមកាហ្វេនៅតាមផ្ទះប៉ុន្តែសប្តាហ៍ថ្ងៃនេះនៅពេលដែលគេនិយាយដល់ការជួបជុំមិត្តភ័ក្តិនិងការទទួលទានកាហ្វេនោះភាគច្រើនគឺគេសំដៅដល់ហាងកាហ្វេទំនើបដែលមានលក្ខណៈងាយស្រួលក្នុងការជជែកពិភាក្សាគ្នាជាដើមព្រោះហៅគឺជាឈ្មោះហាងកាហ្វេមួយនៅទីក្រុងភ្នំពេញដែលកំពុងមានការទាក់ទាញយ៉ាងខ្លាំងពីសំណាក់ភ្ញៀវជាតិនិងអន្តរជាតិនៅក្នុងឱកាសបើកឲ្យដំណើរការនៅហាងកាហ្វេព្រោះហៅសាខាទី6ដែលស្ថិតនៅផ្លូវសុធារសសង្កាត់ទន្លេបាសាក់រាជធានីភ្នំពេញកាលពីល្ងាចថ្ងៃទី14ខែកុម្ភៈឆ្នាំ2014លោកអុកញ៉ាគួចមេនលីដែលជាម្ចាស់ហាងកាហ្វេនេះបានដឹងថាដោយសារបច្ចុប្បន្ននេះប្រទេសកម្ពុជាមានការរីកចម្រើននិងកាន់តែទាន់សម័យហើយប្រជាពលរដ្ឋយើងភាគច្រើនពេលទំនេរក៏ច្រើនតែធ្វើដំណើរទៅកាន់ហាងកាហ្វេនោះដូច្នេះហើយដើម្បីបំពេញនៅតម្រូវការនេះលោកសម្រេចចិត្តបើកអាជីវកម្មមួយនេះបន្ថែមទៀតសូមបញ្ជាក់ថាហាងកាហ្វេព្រោះហៅនេះមិនត្រឹមតែលក់នៅកាហ្វេមួយមុខតែប៉ុណ្ណោះនោះទេក្នុងនោះមានភេសជ្ជៈការ៉េមនិងនំដូណាតដែលមានរសជាតិឈ្ងុយឆ្ងាញ់ពីស្រុតអាមេរិកទៀតផងលោកបន្ថែមថាប្រាក់ចំណេញដែលបានមកពីហាងកាហ្វេនេះគឺមានគោលដៅក្នុងការចូលរួមចំណាយជាមួយនឹងអង្គការមនុស្សធម៌មួយចំនួនដូចជាអង្គការកុមារកំព្រាឬទូរគតជនក្នុងស្រុកក៏ដូចជាសកម្មភាពរៃអង្គាសក្នុងគោលដៅមនុស្សធម៌មួយចំនួនទៀតលោកសង្ឃឹមថា Brew House នឹងក្លាយទៅជាហាងកាហ្វេដ៏ល្អបំផុតមួយនៅទីក្រុងភ្នំពេញជាពិសេសនំដូណាតដែលមានរសជាតិសម្រាប់ប្រជាជនកម្ពុជាគ្រប់គ្នាក្នុងការណាត់ជួបពិភាក្សាការងារនិងលំហែអារម្មណ៍ពីការនឿយហត់ជាដើមខ្ញុំបាទសំសេហាធ្វើសេចក្តីរាយការណ៍